ក្រុងព្យុងយ៉ាងគឺដាច់ខាតមិនបោះបង់ការផលិតនៅអាវុធនុយក្លេអ៊ែររបស់ខ្លួននោះឡើយកាលពីថ្ងៃទី29ខែកញ្ញាឆ្នាំ2025អនុរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកូរ៉េខាងជើងគឺលោកគីមសុងយុងបានថ្លែងសុន្ទរកថានៅមុខមហាសន្និបាតអង្គការសហប្រជាជាតិផ្ទាល់តែម្ដងគាត់បានចេញសារថាទីក្រុងព្យុងយ៉ាងនឹងមិនបោះបង់ការផលិតអាវុធនុយក្លេអ៊ែរនោះឡើយសូមឲ្យដឹងដែរថានេះគឺជាមន្ត្រីកូរ៉េខាងជើងដំបូងដែលបានថ្លែងសុន្ទរកថាទៅអង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ2018មកលោកគីមបានបញ្ជាក់ថាការរំសាយអាវុធនុយក្លេអ៊ែរគឺស្មើនឹងការបាត់បង់អធិបតេយ្យភាពនិងសិទ្ធិរស់រានមានជីវិតរបស់ប្រជាជននៃប្រទេសកូរ៉េខាងជើងទោះបីជាមានទណ្ឌកម្មពីអន្តរជាតិកើតឡើងចាប់តាំងពីឆ្នាំ2006មកកូរ៉េខាងជើងមិនបោះបង់ផែនការផលិតអាវុធនុយក្លេអ៊ែរនោះឡើយគាត់បានពន្យល់ទៀតថានុយក្លេអ៊ែរដើរតួសំខាន់ដើម្បីគម្រាមតទល់នឹងការឈ្លានពានរបស់ប្រទេសដែលជាទទិលរបស់ខ្លួនបើយោងតាមកាសែត NBC បានកត់សម្គាល់ថាសន្ទរកថារបស់លោកគីមមានភាពរុះរាយរាក់ទាក់ជាពិសេសចំពោះសហរដ្ឋអាមេរិកដែលជាសត្រូវសពូជរបស់ខ្លួនប៉ុន្តែសារចម្បងនៅតែច្បាស់ថាកូរ៉េខាងជើងគឺមិនមានគម្រោងណាមួយក្នុងការបោះបង់ការផលិតអាវុធនុយក្លេអ៊ែរនោះឡើយភាពតានតឹងនៅឧបទ្វីបកូរ៉េកើតឡើងចាប់តាំងពីការត្រឡប់មកកាន់តំណែងវិញរបស់លោកប្រធានាធិបតី Donald Trump ការសន្ទរកថានេះបង្ហាញយ៉ាងច្បាស់អំពីទស្សនៈនិងចំណង់ចំណូលចិត្តយោធារបស់កូរ៉េខាងជើងដែលវាបានបង្ហាញអំពីឥទ្ធិពលនៃរបបកុម្មុយនីសមួយនេះយ៉ាងច្បាស់សាររបស់លោកគីមសុងយុងនេះបានធ្វើឲ្យពិភពលោកកំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំងហើយតើព្យុងយ៉ាងនឹងបោះបង់អាវុធនុយក្លេអ៊ែរនោះទេវាគឺមិនអាចកើតឡើងនោះទេដោយសារតែនុយក្លេអ៊ែរគឺដើរតួនាទីសំខាន់ក្នុងការប្រឆាំងនឹងសង្គ្រាមផ្សេងៗរបស់ប្រទេសកូរ៉េខាងជើងដែលធ្វើឲ្យប្រទេសមួយនេះអាចឈរជើងបាននៅឧបទ្វីបកូរ៉េសង្គ្រាមនៅក្នុងសម័យបច្ចេកវិទ្យាទំនើបប្រសិនបើប្រទេសណាមួយខ្សោយគឺមិនអាចទៅរួចនោះឡើយអ្នកខ្លាំងគឺជាអ្នកឈ្នះឧទាហរណ៍ជាក់ស្ដែងដូចជាប្រទេសថៃដែលកំពុងតែឈ្លានពានមកលើកម្ពុជាពួកគេមិនបានគិតពីគុណប្រយោជន៍និងឧត្តមភាពរបស់ប្រទេសដែលជាសត្រូវនោះឡើយពលគឺគេអាងទៅលើធនធានដែលគេមាននិងគ្រឿងសព្វាវុធនេះគឺជាច្បាប់មនុស្សព្រៃទាំងមូលដែលពិភពលោកកំពុងតែជួបប្រទះអំពីការឈ្លានពានពីប្រទេសជិតខាងដែលពឹងទៅលើសមត្ថភាពយោធាការបៀតបៀនទៅលើអ្នកដទៃដើម្បីតែផលប្រយោជន៍របស់ខ្លួននោះ